ថ្ងៃនេះខ្ញុំមកចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំហ្មងណាចាសម្រាប់ការពាក់ហ្គេននៅពេលដែលយើងសម្រាលហើយជីទូទៅបន្ទាប់ពីវះកាត់ហើយគឺ48ម៉ោងពេទ្យគឺឲ្យយើងរៀនដើរប៉ុន្តែក្នុងករណីមុនរៀនដើរហ្នឹងពេទ្យឲ្យយើងពាក់ហ្គេនគាត់ពាក់ហ្គេនឲ្យយើងហ្មងណានេះសម្រាប់វីដេអូនេះគឺពេទ្យគាត់ពាក់ហ្គេនឲ្យខ្ញុំហើយគាត់បរៀនខ្ញុំដើរហ្មងណាហើយគាត់ទប់ជាប់រហូតដោយសារតែនៅពេលដែលយើងវះកាត់ដំបូងឈាមយើងធ្លាក់មកច្រើនណាពេលដែលយើងងើបមកគឺវិលមុខខ្ញាល់ហ្មងណាអញ្ចឹងតើតើមានអ្នកទប់ហើយសម្រាប់ការរៀនដើរហ្នឹងគឺតាមដែលពេទ្យគាត់ប្រាប់មករបៀបថាយើងឆាប់រៀនដើរធ្វើចលនាហ្នឹងឈាមធ្លាក់ឆាប់អស់ហើយណាមួយគឺស្បូនយើងគឺឆាប់ត្រឡប់មកដើមធាតុដើមវិញហើយកាត់បន្ថយការឈឺចាប់បានច្រើនតាមបទពិសោធន៍របស់ខ្ញុំផ្ទាល់ខ្លួនហ្មងកូនទី2បងចាកូនទី1កូនទី2ហ្នឹងនៅពេលដែលយើងអត់មានហ្គេនពាក់យើងគឺពិបាកខ្លាំងមែនតើព្រោះដោយសារយើងវះកាត់ហើយគឺយើងចាប់ផ្ដើមចុះដើរភ្លាមក្បាលពោះសាច់ក្បាលពោះយើងនៅអញ្ចឹងនៅពេលបងចុះដើរមកគឺឈឺកន្លែងធ្នេនឹងខ្លាំងហ្មងសឹងតែឈានជើងអត់បានហ្មងប៉ុន្តែបើយើងពាក់ហ្គេនវិញបងគឺកន្លែងរបួសហ្នឹងគឺអត់ឈឺទេចង់ថាយើងអាចដើរធ្វើចលនាតិចបានរហូតហ្មងហើយការពាក់ហ្គេនគឺកាត់បន្ថយការឈឺចាប់បានច្រើនណាដូចយើងងាយស្រួលទៅបន្ទប់ទឹកអីជាដើមអញ្ចឹងណាបងហើយសម្រាប់ការពាក់ហ្គេនណាមិនត្រឹមតែប៉ុណ្្នឹងទេគឺវាអាចធ្វើឲ្យស្បូនរបស់យើងគឺឆាប់ត្រឡប់មកធាតុដើមវិញកាត់បន្ថយការឈឺចាប់ហើយធ្វើឲ្យសម្បុកពោះរបស់យើងគឺស្រកលឿនខ្លាំងហ្នឹងគឺសម្រាប់ពេលខ្ញុំសម្រាលឡើង75គីឡូអញ្ចឹងសម្រាប់មកដែលគាត់ចាប់អារម្មណ៍ជាមួយនឹងហ្គេននេះក៏ខ្ញុំមានលក់ដែរហ្គេន3តង់ក្រោយសម្រាលខ្ញុំមានពណ៌សាច់ហើយជាមួយនឹងពណ៌ខ្មៅហើយមានគ្រប់សាយតែម្ដងសម្រាប់មកដែលចាប់អារម្មណ៍អាចឆាត